បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីនៅក្នុងព្រះបន្ទូលព្រឹកមានចំណងជើងថាប្រហែលវាបាត់ប្រយ័ត្នវាគង់គ្រោះមហន្តរាយឬគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលវេលាសម្រាប់មនុស្សដែលតែងតែធ្វើប្រហែសចំពោះកិច្ចការរបស់ខ្លួនដោយមិនបានគិតត្រៀមខ្លួនឬប្រុងប្រយ័ត្នក្នុងគ្រប់កិច្ចការដែលពួកគេធ្វើតួអង្គរៃក្នុងរឿងរៃនឹងស្រមោចក៏បានបង្ហាញការអប់រំយ៉ាងច្បាស់ពីការប្រងើយកន្តើយមិនគិតគូរត្រៀមខ្លួនរបស់សត្វរៃដែលគិតតែពីការរួមច្រៀងនិងអសប្បាយនៅពេលដែលសត្វស្រមោចបានគិតគូរត្រៀមខ្លួនជានិច្ចសម្រាប់ការដែលនឹងមកដល់នៅពេលខាងមុខរៃបានជួបនឹងការអត់ឃ្លានដោយមិនបានគិតគូរត្រៀមខ្លួនអ្វីសោះសម្រាប់ពេលដែលខ្វះខាតមកដល់តើព្រះបន្ទូលរបស់ព្រះយេស៊ូវនិយាយពីអ្វីដែលយើងត្រូវត្រៀមជានិច្ចដើម្បីកុំឲ្យយើងធ្វើប្រហែសមិនបានត្រៀមខ្លួនដែលនាំឲ្យយើងត្រូវអន្តរាយនៅកាន់គម្ពីរម៉ាថាយចំពោះទី25ខទី13មានបន្ទូលថាដូច្នេះចូលចាំយាមចោះត្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណាឬពេលណាដែលកូនមនុស្សត្រូវមកនោះទេសេចក្តីសន្យានៃព្រះគ្រីស្ទសម្រាប់អ្នកជឿដែលដល់ទ្រង់នោះគឺថាទ្រង់នឹងយាងមកម្ដងទៀតនៅពេលខាងមុខជាពិតប្រាកដប៉ុន្តែយើងមិនដឹងពេលវេលាច្បាស់ថាទ្រង់នឹងយាងមកនៅពេលណានោះទេតែយើងត្រូវត្រៀមខ្លួនចាំយាមជានិច្ចដោយមិនត្រូវធ្វើប្រហែសនោះឡើយតើមានរឿងអ្វីកើតឡើងបើយើងមិនបានត្រៀមខ្លួនស្រាប់តែទ្រង់យាងមកនោះព្រះយេស៊ូវមានព្រះបន្ទូលប្រៀបធៀបប្រដូចទៅនឹងស្ត្រី5នាក់ដែលមានប្រាជ្ញានិងស្ត្រីធ្វើប្រហែស5នាក់ដែលមិនបានគិតគូរត្រៀមខ្លួនសោះសម្រាប់ការយាងមករបស់ទ្រង់ស្ត្រី5នាក់ដែលមានប្រាជ្ញាបានត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមករបស់ព្រះគ្រីស្ទដោយត្រៀមប្រេងបំពេញក្នុងចង្កៀងរងចាំប្តីទោះជាប្តីមកនៅពេលថ្ងៃឬពេលយប់ក៏ពួកគេមិនភ័យបារម្ភឡើយដោយបានត្រៀមខ្លួនរួចជាស្រេចហើយតែឯស្ត្រី5នាក់ដែលធ្វើប្រហែសវិញពេលប្តីមកដល់នៅពេលយប់គឺគ្មានប្រេងសោះសម្រាប់ចង្កៀងរបស់ខ្លួនទោះជាសូមពីស្ត្រីដែលមានប្រេងនោះក៏គេល្មមសម្រាប់តែខ្លួនគេប៉ុណ្ណោះដូច្នេះស្ត្រី5នាក់ដែលមិនបានត្រៀមខ្លួនមិនបានចូលរួមក្នុងពិធីមង្គលការរបស់ព្រះគ្រីស្ទនោះទេគឺត្រូវនៅខាងក្រៅឬមិនបានចូលទៅក្នុងរោងការឬមិនបានទទួលសេចក្តីសង្គ្រោះដោយរវល់តែគិតតែបំពេញចិត្តខាងឯកាអសប្បាយនៅក្នុងលោកីនេះដោយមិនរវល់នឹងកិច្ចការរបស់ព្រះឬព្រះបន្ទូលរបស់ទ្រង់នោះទេការភ័យខ្លាចនឹងគ្រោះមហន្តរាយបានកើតមានដល់អ្នកដែលធ្វើប្រហែសយ៉ាងដូចនេះដែរចូលឲ្យយើងត្រៀមប្រេងសម្រាប់ការអធិដ្ឋានឥតឈប់ឈរនៅជាប់នឹងពួកជំនុំរបស់ព្រះគ្រីស្ទដែលអត់បានធ្វើប្រហែសក្នុងគ្រប់ការដែលយើងធ្វើនោះឡើយបងប្អូនអើយតើអ្នកកំពុងភ្លេចខ្លួនឬយ៉ាងណាអ្នកត្រូវដឹងថាគ្រប់ទាំងទីសម្គាល់នៃការយាងមករបស់ព្រះគ្រីស្ទគឺនៅជិតបង្កើយហើយគឺមិនយូរទៀតនោះទេគឺទ្រង់នឹងយាងមកយ៉ាងឆាប់និងជាពិតប្រាកដម៉ារ៉ាណាថាសូមព្រះប្រទានពរ